ម៉ៃគ្រូនេះគឺជាទំនើបដាក់នឹងហើយអូយបងមឿនបងក្អកខ្លាំងអញ្ចឹងឆ្លងផុតចូលឆ្នាំនេះអត់បងនាងខ្លានាងនេះក៏សម្ដែងចង្រៃម្លេះនាងឯងរូបអាក្រក់ហើយសម្ដែងអាក្រក់ទៀតនាងនេះហើយយើងនិយាយតាមជាក់ស្ដែងតាមើលទៅអាការៈគាត់មិនឃើញធូរស្រាលផងទើបយើងនិយាយអញ្ចឹងទៅមិនដែរបងអូយបងពិបាកក្នុងខ្លួនណាអូនម៉ែគ្រូតើមានអ្វីមកពាក់ព័ន្ធដែរទេម៉ែគ្រូបានជាជំងឺប្តីខ្ញុំនេះមិនព្រមជាដាច់សោះអញ្ចឹងមែនហើយម៉ែគ្រូប្តីខ្ញុំមិនដែរទៅប៉ះពាល់ដល់នរណាទេបើថាគេធ្វើអំពើអំពាន់អីហ្នឹងក៏ដូចជាវាមិនសមអារឿងអំពើអំពាន់ហ្នឹងវាមិនទៀងដែរជួនកាលមិនមែនអ្នកក្រៅវាអាចអ្នកនៅខាងក្នុងហ្នឹងក៏ថាបានណែនាងខ្លានាងឯងនិយាយចឹងនេះចង់មានន័យថាម៉េចហ៎គឺវាចង់ថាឲ្យអ្នកបងកែឯងហ្នឹងជាអ្នកដាក់អំពើអំពាន់យីនាងនេះយើងគ្មានគំនិតខ្មៅកខ្វក់ដូចនាងឯងគិតនោះទេយើងក៏មិនបាននិយាយចំឈ្មោះនរណាដែរបើពួកនាងមានខ្លួនក៏ទទួលយកទៅបានហើយនាងឈប់ប្រកែកគ្នាទៅគ្មានអំពើអំពាន់មកពីណាទេអញ្ចឹងមកពីអីទៅម៉ែគ្រូអើយប្តីនាងឯងណាបើតាមជើងលេខកម្មវាតាមមកច្រើនណាស់កម្មវាតាមយ៉ាងម៉េចទៅមេគ្រូតាមមកកាច់កបងមឿនមែនអត់ទេគេមកយកកម្មពីដែលចៅមឿននេះធ្វើបាបគេពីអតីតជាតិនឹងឯងអញ្ចឹងហើយបានជាជំងឺមើលវាមិនជុលមិនជាហ្នឹងណាកម្មនឹងមកពីអីទៅម៉ែគ្រូអើយកម្មនោះមកពីក្មួយឯងនេះបោកប្រាស់គេស្រីខ្លះណារត់ទៅចងកខ្លះទៅលូតទឹកអើយចៅឯងនេះសាំងកម្មនឹងស្រីច្រើនណាស់ឥឡូវនេះគេរកម្ចាស់កម្មពីឃើញហើយអូយខ្ញុំមិននឹកស្មានថាបងមឿនកាលពីអតីតជាតិមានចរិតអញ្ចឹងសោះជំមានវិធីកែខៃបានទេម៉ែគ្រូមែនហើយម៉ែគ្រូដោះស្រាយយ៉ាងម៉េចទៅអើយវិធីកែខៃនោះវាចេះតែមានហើយគឺចៅឯងនេះត្រូវយកប្រពន្ធឲ្យបាន10អាចរំដោះកម្មពីនឹងបានថាម៉េចប្រពន្ធនោះព្រះហើយពួកឯងស្ដាប់មិនច្រឡំទេនេះគឺជាផលកម្មរបស់គេតាំងពីអតីតជាតិអត់ទេម៉ែគ្រូត្រឹម3ប៉ុណ្ណឹងគ្រប់គ្រាន់សម្រាប់ខ្ញុំហើយមែនហើយបងមឿនបងកុំយកទៀតឲ្យសោះណាបងឯងមិនយកក៏បានដែរប៉ុន្តែឯងនឹងត្រូវស្លាប់ហាថាម៉េចស្លាប់នេះគឺជាពេលវេលារបស់ពួកឯងទាំងអស់គ្នាហើយបងមឿនក្រោមឡើងទទួលកម្មពីនេះទៅបងមឿនមិនបានគ្រប់10ទេយ៉ាត់គេកាច់យក